ស្ដីអ្នកទាំងអស់គ្នាខ្ញុំពុំនេះរកការសពតិហើយនេះខ្ញុំមកចែកបន្តិចរឿងមួយទាំងអស់គ្នាស្ដាប់មានបងប្អូនណាកំពុងតែស្ថិតនៅក្នុងរឿងមួយនេះអត់ពាក់ព័ន្ធជាមួយនឹងរឿងមិនក៏អ្នកផ្ទះរបស់យើងចេះតែឆ្លោះទាស់ទែងគ្នាកាប់ចាក់គ្នាបងប្អូនចេះតែមើលមុខគ្នាមិនត្រូវទី2អ្នកផ្ទះរបស់យើងឈឺអត់មានមូលហេតុទេទី3យើងរកស៊ីប៉ុណ្ណាក៏ដោយដាក់អីក៏ដោយក៏លីដែរនៅក្នុងហ្នឹងណាថាមិនត្រូវវាអាចនឹងមាននៅក្នុងមន្តអាគមអ្នកណាគេម្នាក់កំពុងតែធ្វើមកលើយើងហើយនៅក្នុងការធ្វើអញ្ចឹងវាមានរហូតដល់3អាគមទី1គេហៅថាចំពោះសំណុំបំបីគ្រួសារពិធីមួយហ្នឹងគេធ្វើសម្រាប់ធ្វើកំចាយអ្នកផ្ទះហ្នឹងឲ្យបាត់បង់ឬរហូតធ្វើឲ្យយើងរកស៊ីលេងបានមកទី2គឺគ្របសពអាថាងគ្របសពក៏គេធ្វើសម្រាប់សម្ដៅទៅលើអ្នកផ្ទះធ្វើឲ្យអ្នកផ្ទះហ្នឹងចេះតែឈឺហើយឈឺទៀតរងមូលហេតុអត់ឃើញទេឈឺរួចក៏ស្លាប់ហើយតទៀតតអ្នកផ្ទះយើងទៀតស្លាប់ម្នាក់ហើយស្លាប់ម្នាក់ទៀតណាធ្វើហ្នឹងគឺធ្វើសម្រាប់ចោលមកទី3គឺចុងក្រោយគេគឺអានឹងធ្ងន់មែនទែនអ្នកទាំងអស់គ្នាគឺជាប្រភេទមន្តអាគមគេថាប្រភេទមន្តអាគមចំពោះសំណុំស្វាខ្មៅឬក៏ប្រភេទមន្តអាគមឈាមឆ្កែខ្មៅជាប្រភេទមន្តអាគមហ្នឹងគឺអាចុងក្រោយហ្នឹងគឺវាធ្វើធ្ងន់មែនទែនឲ្យតែអ្នកដែលគេចេះរបៀបហ្នឹងធ្វើហ្នឹងគឺមិនមែនសំដៅទៅលើអ្នកផ្ទះរបស់យើងតែមួយគ្រួសារនិយាយរួមនិយាយទៅការបំបើសដានយើងក៏វាធ្វើដែរនិយាយរួមវាយកមកតកូលហ្នឹងមកវាយកទាំងអស់មកវាធ្វើកំចាយទាំងអស់ជាពិសេសណាគឺវាមានចំណុចមួយក្នុងការធ្វើហ្នឹងគឺវាសំដៅទៅលើការស្លាប់អញ្ចឹងវាធ្វើដបងគេបំផុតតែភាគច្រើនតែវាធ្វើគឺវាសំដៅទៅលើមេដបងអ្នកផ្ទះរបស់យើងគេមេដបងផ្ទះឬក៏មេបាហ្មងគឺសំដៅទៅលើឪពុកម្ដាយយើងមុនគេហ្មងតែអ្នកតែទៅធ្វើអញ្ចឹងហើយវាធ្វើឲ្យយើងឈឺអត់មានមូលហេតុស៊ីអីក៏មិនបានរកស៊ីអីក៏មិនឡើងប្តីប្រពន្ធបែកបាក់គ្នាកូនចៅប្រត់ប្រាស់គ្នាមើលមុខគ្នាមិនត្រូវទេរហូតដល់ថ្នាក់លុបទ្រព្យសម្បត្តិលុបអីហែកចែកគ្នាទឹកហ្មងគឺកំចាយអ្នកផ្ទះនឹងចោលហ្មងពិធីបែបហ្នឹងអ្នកទាំងអស់គ្នាយើងអាចមើលដឹងថាអ្នកណាដែលធ្វើយើងណាព្រោះពិធីហ្នឹងវាមានមកណូខ្វះវាមានមកបិទមកបាំងហើយវាមានអន្តរបាំងហើយក៏វាមានចក្រភពបាំងដែរនៅក្នុងហ្នឹងយើងពិបាកនៅក្នុងការសង្កេតមើលវាបើសិនជាយើងត្រូវនៅក្នុងលក្ខណៈអាគមទី3ហ្នឹងណាវារៀងពិបាកនៅក្នុងការដោះបន្តិចតែក៏គេមានវិធីសាស្ត្រនៅក្នុងការដោះវាដែរលុះត្រាតែគេប្រើសំណុំធាតុញីឈ្មោះឬក៏គេប្រើអដ្ឋានទ្វារ8អដ្ឋានកោចាក់លិលាក់កងជុំឬក៏គេប្រើអដ្ឋានមេឃាឬក៏មានច្រើនទៀតដែលពាក់ព័ន្ធជាមួយនឹងអដ្ឋានដែលគេយកមកផ្សារហ្នឹងវាមានតែគ្រាន់តែបើសិនណាយើងត្រូវនៅក្នុងពិធីហ្នឹងយើងវារងគ្រោះខ្លាំងណាព្រោះអីយើងគិតថាវាខ្ទេចទាំងអស់នៅក្នុងគ្រួសាររបស់យើងវាបាត់បង់ស្ទើរតែទាំងអស់ហ្មងណាហ្នឹងហើយអញ្ចឹងប្រភេទមន្តអាគមហ្នឹងអ្នកទាំងអស់គ្នានៅតែមានដល់បច្ចុប្បន្ននៅតែមានអ្នកប្រើវាអញ្ចឹងហើយយើងក៏ពេលខ្លះសូម្បីតែខ្ញុំក៏មានអារម្មណ៍ថារៀងខ្លាចដែរព្រោះយើងអត់មើលមនុស្សអត់ដឹងទេអត់ដឹងថាអ្នកណាគេល្អជាមួយយើងអ្នកណាគេអាក្រក់ជាមួយយើងអ្នកណាគេស្អប់យើងអ្នកណាគេស្រឡាញ់យើងទេរាល់ថ្ងៃក៏ខ្ញុំអត់អាចទុកចិត្តទេសូម្បីតែអ្នកនៅចំណុចខ្ញុំក៏ខ្ញុំអត់ទុកចិត្តដែរអញ្ចឹងខ្ញុំខ្លាចដែរមនុស្សសម័យឥឡូវផ្អែមជាមួយយើងធ្វើកំចាយយើងចឹងវាធ្វើផ្លូវភ្លឺអត់បានទេព្រោះឯធម្មតាអ្នកខ្លះវាចេញដល់នេះអត់ហ៊ានធ្វើផ្លូវភ្លឺទេដោយសារឯខ្លាចជាប់ទោសខ្លាចមានទោសខ្លាចគេសើគេអញ្ចឹងម្ល៉េះហើយវាសុខចិត្តជះលុយទៅលើគ្រូឲ្យគ្រូធ្វើផ្លូវទាំងអត់មានផតតាចាប់វាខ្ញុំធ្លាប់ជួបជើតែប្រភេទមន្តអាគមអញ្ចឹងណាជាពិសេសកូនសិស្សខ្ញុំដែលធ្លាប់មករកខ្ញុំគឺយ៉ាងច្រើនដែរបងប្អូនអូខេអ្នកនរខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកអ្នកនរអរគុណច្រើនអ្នកនរនេះអត់ឆ្លោះអត់សូតែខ្ញុំសូមអត់និយាយពីក្បួនខ្នាតរបស់គេទេគឺខ្ញុំសូមនិយាយត្រឹមតែអ្វីដែលគេឆ្លោះទីមួយគឺគាត់ឆ្លោះថាពិធីមួយនេះឈ្មោះអីហើយគេប្រើអីយើងធ្វើអូខេវិធីសាស្ត្រមួយហ្នឹងគឺខ្ញុំធ្លាប់និយាយច្រើនដងហើយពាក់ព័ន្ធជាមួយនឹងរឿងឈាមរដូវការពិតទៅអ្នកទាំងអស់គ្នាពិធីមុនវិជាការឈាមរដូវនេះគឺវាមានទឹកតែយើងជាមនុស្សស្រីមិនគួរប្រព្រឹត្តវាទេអញ្ចឹងពិធីមួយនេះគឺមានឈ្មោះថាឈាមរដូវឬក៏មុនវិជាការឈាមខ្មោចទៅថោកអ្នកខ្លះគេហៅថាខ្ពង់ឈាមរដូវហើយពិធីនៅក្នុងការធ្វើនេះគេមិនមែនថាចាំបាច់តតែមានឈាមរដូវទេសូម្បីតែលំអងឬក៏យើងនិយាយថាញើសនៅលើថ្ពាល់ឬក៏ទឹកមាត់របស់យើងក៏អាចទៅធ្វើពិធីនឹងបានដែរពិធីមួយហ្នឹងគឺគេប្រើសម្រាប់នៅក្នុងការដាក់ឲ្យប្តីរបស់ខ្លួន IC ឬក៏សង្សារខ្លួន IC ដើម្បីឲ្យគេស្រឡាញ់លោកងើបមុខមិនរួចបាត់មុខយើងមិនបានលក្ខខណ្ឌលក្ខទៀតខែលក្ខទៀតតែពិធីសាស្ត្រមួយនេះខ្ញុំសូមបញ្ជាក់មួយបើសិនជាមានមនុស្សស្រីណាម្នាក់ហ៊ានធ្វើពិធីបែបហ្នឹងគេនឹងចាត់មនុស្សស្រីម្នាក់ហ្នឹងទៅជាមនុស្សស្រីដែលចម្រើនអត្ថបទបំផុតជាមនុស្សស្រីដែលនាំទុកទោសហានិភ័យខ្លាំងបំផុតសម្រាប់គ្រួសារជាមនុស្សស្រីដែលមានចង្រៃធំភ្នែកវែងធំលាចង្រៃមកមានស្មាត់កូនទុកទៀតដល់បងអូនលោកប្រុសស្រីដល់ខ្ញុំមីកូវិចក្លាក់មាន7ពីអូនមានដងពីទឹកជាមនុស្សស្រីដែលចង្រៃណាស់ដែលដាក់ឈាមរដូវឲ្យប្តីខ្លួនឯងស៊ីហើយមនុស្សស្រីដែលដាក់ឈាមរដូវឲ្យប្តីខ្លួនឯងស៊ីនេះទៀតសោតទៅអ្នកនរនៅពេលដែលគេធ្វើពិធីមុនវិជាការបែបហ្នឹងណាគេនឹងជួបរឿង5ប្រការកើតឡើងនៅក្នុងឆាកជីវិតរបស់គេទី1គេនឹងជួបរឿងការដាក់ទំនេរខ្លួនឯងបើសិនជាគាត់ហ៊ានធ្វើពិធីនេះគាត់ដូចជាកំពុងតែដាក់បដាសាឲ្យខ្លួនឯងឆាប់វិនិច្ឆ័យអន្តរាយទី2ការធ្វើពិធីបែបនោះដូចជាការបំផ្លាញខ្លួនឯងឬក៏បំផ្លាញគ្រួសារមួយទាំង4ឲ្យវិនិច្ឆ័យសាបសូន្យទី3អញនិយាយបានថា
គាត់នឹងអាចស្នងទីជាតិទៅជាអាឬក៏ទៅជាទេហើយតែធ្វើខុសក្បួនពិធីគាត់នឹងស្នងទៅទីជាតិអាទី4នៅពេលដែលគាត់ធ្វើពិធីបែបហ្នឹងគាត់នឹងជាប់ចំណងអាចនិយាយថាជាពាក់កម្មពីរបស់ពពួកព្រាដែលមាននៅក្នុងក្បួនពិធីនោះព្រាទាំងអស់នឹងសម្ដៅបរិគ្រាប់វិញឬក៏ព្រាទាំងអស់នឹងចាប់គាត់ឬក៏នឹងធ្វើបាបគាត់ឬក៏អាចនឹងស្នងពីវាបានគាត់ថាបានដែរអញ្ចឹងមនុស្សស្រីដែលធ្វើពិធីបែបហ្នឹងនឹងជាប់កម្មពីជីវិតជាមួយនឹងព្រាត្រូវបដិសេធរបស់ព្រាទី5ចុងក្រោយមនុស្សស្រីម្នាក់ដែលគាត់ហ៊ានធ្វើពិធីបែបហ្នឹងទៅលើប្តីរបស់គាត់ច្បាស់ហើយគាត់កំពុងតែដាក់បដិសេធរបស់ប្តីគាត់ឲ្យអាយុខ្លីឲ្យប្តីរបស់គាត់វិនិច្ឆ័យនិងឲ្យគ្រួសាររបស់ប្តីជួបតែរឿងក្តៅក្រហាយអញ្ចឹងបានថាមុនវិជាការទាំងអស់ដែលមាននៅក្នុងផ្លូវគំនិតវាសុទ្ធសឹងតែមានពពុះព្រីថ្មបិសាចតែនៅក្នុងក្រោយខ្នងពិធីទាំងអស់ហ្នឹងអញ្ចឹងបើសិនជាមានមនុស្សស្រីណាម្នាក់ហ៊ានធ្វើពិធីបែបហ្នឹងគាត់កំពុងតែរុញខ្លួនឯងឲ្យធ្លាក់តាមភ្លើងអញ្ចឹងបងប្អូនស្រីស្រីកុំដល់ថ្នាក់ស្រឡាញ់គេខ្លាំងពេកចង់បានគេខ្លាំងពេករហូតដល់ថ្នាក់ហ៊ានយកឈាមទៅឬក៏កំពុងតែបត់ឈាមទៅយើងក៏ឲ្យគេស្ទីបើសិនជាយើងស្រឡាញ់គេយើងគួរតែប្រាក់អេរីដាបត់របស់យើងវិញឬក៏លក្ខណៈដូចថាបើយើងស្រឡាញ់គ្នាច្បាស់លាស់គ្នាយើងត្រូវជឿជាក់គ្នាដែរកុំលេងវិធីសាស្ត្រផ្លូវកាត់បែបហ្នឹងគឺវាចង់បាច់អត់បាត់ខ្លាំងទេខ្ញុំអត់គ្រប់គ្រងឲ្យបងអូនស្រីស្រីឬក៏បងស្រីស្រីគាត់អនុវត្តនៃក្បួនវិធីបែបហ្នឹងទេគឺវាអត់ល្អទេហើយក៏វាមានតែទុកទុកនៅក្នុងឆាកជីវិតរបស់គាត់អរគុណច្រើនបាទជំរាបសួរបងប្អូនដែលបងប្អូនគាត់សួររឿងមន្តអាគមបងតំណែងក៏ប៉ុន្តែរឿងហ្នឹងខ្ញុំនិយាយច្រើនដងហើយតាំងពី2017មករឿងមន្តអាគមបងតំណែងហ្នឹងតែដោយសារតែបងប្អូនគាត់ស្ដាប់លោកគ្រូនៅក្នុង TikTok គាត់និយាយរឿងមន្តអាគមបងតំណែងគាត់មានចំផលក៏គាត់សួរបន្ថែមអញ្ចឹងណាអញ្ចឹងរឿងមន្តអាគមបងតំណែងនេះអ្នកទាំងអស់គ្នាពាក្យថាមន្តអាគមបងតំណែងនេះមិនមែនថាអាគមមួយនឹងធ្វើទៅលើមន្ត្រីរាជការឬក៏អ្នកមានតំណែងនិរន្តរស័ក្តិទេមន្តអាគមបងតំណែងនេះគឺគ្រោះថ្នាក់ខ្លាំងមែនទែននៅក្នុងចំណោមអាគមអំពើបន្ទាប់ពីគោបាសនាទេកដឹង3000ត្រីម្ដែកគឺមន្តអាគមបងតំណែងហ្នឹងហើយគឺមានអំណាចណាស់មន្តអាគមបងតំណែងហ្នឹងគឺជាប្រភេទមន្តអាគមមួយដែលគេធ្វើកំចាយសង្គមយន្តការ7សដានបងមិនមែនថាតតអ្នកនឹងធ្វើមន្ត្រីរាជការធ្វើការងាររស់ស៊ីឲ្យបាត់បង់តំណែងទេមិនមែនមន្តអាគមហ្នឹងពេលណាដែលគេធ្វើទី1គឺធ្វើឲ្យអ្នកនឹងបាត់បង់ឱកាសឬក៏បាត់បង់ការងារទី2ធ្វើបំផ្លាញគ្រួសារនឹងតែម្ដងបំផ្លាញគ្រួសារហ្នឹងឲ្យប្តីប្រពន្ធបែកបាក់គ្នាកូនចៅរត់ខ្ចាត់ខ្ចាយរស់នៅជាមួយគ្នាអត់សក់ទេចូលដល់ក្នុងផ្ទះក្តៅក្រហល់ក្រហាយហ្មងទី2ធ្វើឲ្យបាត់បង់លុយកាក់ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិអូនឯងយល់ថាមន្តអាគមប្រភេទមួយហ្នឹងយើងរស់ស៊ីបានសុខស្រាប់តែរស់លេងបានបើមិនអញ្ចឹងទេអារឿងដែលមិនត្រូវកើតឡើងគឺវាត្រូវតែកើតឡើងអាលុយដែលមិនត្រូវចេញសោះក៏វាត្រូវតែចេញដែរអានៅសុខត្រូវតែអស់លុយមកទី3បងប្អូនរស់នៅក្នុងផ្ទះកូនចៅដែលរស់នៅក្នុងផ្ទះហ្នឹងគឺឈាមក្រោកមុខមកឃើញមុខក្តៅក្រហល់ក្រហាយកាប់ចាក់បងប្អូនវានេះអន្តរាយមករស់នៅអត់ចុះសម្រងគ្នាទេទីណាក្តៅណាស់ទី4ធ្វើបំផ្លាញសនំយន្តការ7សដានយើងឲ្យនេះសូម្បីតែសនំដោយគ្រូស្វាត់ជាយឬក៏សនំគ្រូកំណើតរបស់យើងក៏ខ្ចាយដែរអត់មានជំនាញផ្ទះជំនាញណាមិនដឹងជាមួយទេគឺផ្ទះនឹងដូចផ្ទះរបស់ខ្មោចព្រាយទៅចឹងគឺខ្ចាត់ខ្ចាយហ្មងប្រិយប្រពន្ធលេងទុកចិត្តគ្នាបងប្អូនលេងទុកចិត្តគ្នាក្តៅក្រហល់ក្រហាយសឹងថាអាកហត់ឈាមបានអាកហត់ឈាមទេអាគមប្រភេទមួយហ្នឹងគឺគេមិនមែនសំដៅទៅលើបងតំណែងការងារឬក៏រស់ស៊ីទេគឺវាធ្វើឲ្យវិនិច្ឆ័យដោយសារអីអាគមបងតំណែងនេះណាវាមានអាគម3នៅក្នុងហ្នឹងវាមានក្បួនតម្រា3ទី1តម្រាក្រោបឈាមគេសំដៅទៅលើអាគមក្តៅក្រហល់ក្រហាយអាគមហ្នឹងគឺអាគមគេហៅកំរោលទី2គេដាក់ក្បួនចូលហ្នឹងគឺក្បួនតម្រាបំបែកសនំយន្តការគេហៅទៅចំពោះសនំគ្រួសារទី3តម្រាកំចាយទ្របឬក៏យើងនិយាយបានថាក្បួនតម្រាវិនិច្ឆ័យទ្របដែលគេប្រើក្នុងក្បួនហ្នឹងអញ្ចឹងវាមាន3ទៀតនៅក្នុងអាក្បួនតម្រាបើមន្តអាគមបងតំណែងអញ្ចឹងអាគមហ្នឹងគឺវាសាហាវដែរបន្ទាប់ពីគោបាសនាទេកដឹង3000ឬក៏មន្ត្រីម្ដាយហ្នឹងគឺវាហើយគឺវាមានអំណាចដូចគ្នាហើយអាហ្នឹងក៏ធ្វើលឿនដែរអ្នកដែលត្រូវមន្តអាគមប្រភេទហ្នឹងដូចជាខ្ញុំធ្លាប់ជួបនៅតានេះកូនសិស្សខ្ញុំធ្លាប់ពឹងឲ្យខ្ញុំជួយមើលខ្ញុំក៏ឃើញមន្តអាគមមួយហ្នឹងខ្ញុំប្រាប់ទៅតែគាត់អត់ព្រមដោះតែគាត់គិតថាគាត់ទុកសិនចាំមើលសិនអញ្ចឹងណាដល់ចុងក្រោយវារៀនតទាំងអស់ចាំទុកអាគមអត់ងាយសាបទេណាអត់ងាយសាបទេមានតែថែមបើគាត់ចង់ទុកហើយចង់មើលទៀតក៏ទៅមើលទៅតាមចិត្តគាត់ទេតែទៅដល់ពេលវេលាមួយវេលាប្រត់ប្រាស់បងប្អូនអីអានឹងខ្ញុំមិនដឹងថាមកចេណាមួយអាគមបងត្រីម្ដាយនេះបើសិនជាមានគ្រូណាមួយដែលគេលេងផ្កាប់មុខឬក៏គេលេងក្លាប់កាប់ផ្ងាច្បាស់ជាមានអ្នកងាប់ហើយដឹងតែមានអ្នកងាប់ហើយអត់ទេដឹងតែមានយកមួយយកពីរអញ្ចឹងអាគមត្រីអាគមមុនអាគមបងតំណែងនេះក៏អត់ណយដែរទេណាអត់ណយទេចាបងប្អូនមានដឹងអត់ថៃបានគេមិនឲ្យយើងញ៉ាំត្រីស្ពិនមិនឲ្យញ៉ាំត្រីស្ពឺមិនឲ្យញ៉ាំសាច់ឆ្កែមិនឲ្យញ៉ាំត្រីដៃនៅក្នុងមន្តអាគមទាំងអស់អញ្ចឹងវាមានហេតុមានផលរបស់វាអញ្ចឹងសម្រាប់អ្នកដែលគេញ៉ាំត្រីស្ពិនមិនបានលុះត្រាតែអ្នកនឹងជាអ្នកដែលបញ្ចុះស្រាយសារកាអ្នកដែលកំពុងតែធ្វើស្នេហ៍ឬក៏អ្នកដែលកំពុងតែពាក់ខ្សែស្នេហ៍ឬក៏ខ្សែចង្កេះស្នេហ៍គេមិនឲ្យញ៉ាំត្រីស្ពិនទេ
ព្រោះវាអាចធ្វើឲ្យយើងសាបនៃមន្តអាគមបានសម្រាប់ស្ពឺឬក៏ផ្លែស្ពឺហេតុអីបានជាគេមិនឲ្យញ៉ាំអញ្ចឹងមិនមែនផ្លែស្ពឺទាំងអស់ហ្នឹងហាមទៅលើគ្រប់អ្នកដែលកំពុងតែប្រតិបត្តិនៅលើរឿងមន្តវិទ្យាការដេកឆានទាំងអស់ទេគឺគេគ្រាន់តែសម្ដៅទៅលើអ្នកដែលកំពុងតែរៀនក្បួនតម្រាមន្តអាគមជាពិសេសអ្នករៀនក្បួនតម្រាស្រែគឺគេមិនឲ្យយើងញ៉ាំផ្លែស្ពឺទេព្រោះវាអាចធ្វើឲ្យយើងសាបបានដោយសារតែដើមមួយហ្នឹងពីដើមឡើងចំណេពីដំបូងគឺគេថាដើមហ្នឹងមានផ្លេច3ឬក៏ដើមហ្នឹងមានព្រីហ្នឹងទើបគេមិនឲ្យញ៉ាំត្រីសំទោសគេមិនឲ្យញ៉ាំផ្លែស្ពឺសម្រាប់ទី3គឺត្រីដែងជាពិសេសដែងភ្នំឬក៏ដែងស្ពាត់សម្រាប់ត្រីដែងតែគេមិនឲ្យយើងទទួលទានលុះត្រាតែអ្នកនឹងកំពុងតែរៀនក្បួនតម្រាមន្តអាគមសម្លាប់ឬក៏កំពុងតែធ្វើមន្តអាគមសម្លាប់ធ្វើឲ្យឈួតឬក៏ធ្វើអំពើពាក្យថាអំពើបែបឈឺវិនិច្ឆ័យស្លាប់ទាំងអ្នកដែលធ្វើទាំងអ្នកដែលត្រូវអ្នកទាំងពីរគឺមិនអាចទទួលទានត្រីដែងបានទេដោយសារតែត្រីដែងគឺមានជាតិពឹកអ្នកដែលធ្វើមន្តអាគមកំពុងតែធ្វើសម្លាប់គេឬក៏បំផ្លាញគេបើសិនជាញ៉ាំត្រីដែងពិធីទាំងអស់នឹងឡងរំចាស់ដែរតែបើសម្រាប់អ្នកដែលត្រូវអំពើហើយទៅញ៉ាំត្រីដែងវាអាចនឹងធ្វើយើងកើតទៅជាពឹកអាចនឹងស្លាប់ទី4គឺសត្វឆ្កែសត្វឆ្កែគឺគេហាមទៅលើបុគ្គលដែលកំពុងតែរៀនក្បួនតម្រាជាគ្រូមិនថាជាតម្រាមេមត់តម្រាស្មិលឬក៏គ្រូអ្វីទេឲ្យតែអ្នកនឹងកំពុងតែរៀនក្បួនតម្រាជាគ្រូគេមិនឲ្យញ៉ាំសត្វឆ្កែទេព្រោះទី1អាចធ្វើឲ្យសាបទី2សត្វឆ្កែនេះជាអវាទរបស់ពពួកវិញ្ញាណសូរកាយដែលនៅក្នុងក្បួនតម្រាដេរឆាអញ្ចឹងអាចនិយាយបានថាវាជាសត្វមួយដែរដែលគេប្រើនៅក្នុងអាគមដូចជាមន្តវិជ្ជាការលឹងឆ្កែខ្មៅឬក៏មន្តវិជ្ជាការដាប់ឈាមឆ្កែខ្មៅអញ្ចឹងជាដើមសម្រាប់ដើមរាំងសាពេញខ្ញុំអត់ទាន់ហ៊ាននិយាយទេបងប្អូនតែបើបងប្អូនតានេះគិតថាដាំហើយមានផលប្រយោជន៍សម្រាប់អ្នកនរក៏ដាំដែរខ្ញុំមិនថាទេតែគ្រាន់តែខ្ញុំប្រាំតែអ្នកដែលកំពុងតែសាក់អាគមឬក៏អ្នកកំពុងតែប្រជុំស្នេហ៍កុំញ៉ាំរបស់ទាំង4ហ្នឹងជាហេតុដែលនាំធ្វើឲ្យខ្លួនឯងវិនិច្ឆ័យអន្តរាយទេ សួស្តីអ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាក៏ប៉ិតខ្ញុំអត់ត្រូវ live ទាំងអស់គ្នាដូចខ្ញុំសន្យាអ្នកទាំងអស់គ្នាចឹងព្រោះថ្ងៃនេះគឺជាថ្ងៃ birthday របស់ខ្ញុំអ្នកទាំងអស់គ្នាក៏ប៉ិតខ្ញុំអត់ត្រូវ live តែអ្វីដែលខ្ញុំចង់អន់និយាយជាមួយអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមើល caption របស់ខ្ញុំខាងលើគឺខ្ញុំនិយាយអំពីរឿងប្រមាថទៅយើងបងប្អូនទាំងអស់គ្នាដឹងស្រាប់តែខ្ញុំធ្លាប់និយាយរឿងប្រមាថទៅយើងច្រើនទេថាអត់អ្នកទាំងអស់គ្នាធ្លាប់តែស្ដាប់ជាការនិយាយជាការស្ដាប់គ្រាន់តែជាសាច់រឿងមួយដែលខ្ញុំជាអ្នកនិទានឲ្យកុំភ្លេចស្ដាប់ត្រូវទេអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំអស់ប្រទេសចំវីដេអូមួយណាគឺខ្ញុំឃើញផលិតកម្មមួយគេបានយករឿងប្រមាថទៅយើងនឹងទៅថតអ្នកទាំងនេះគេយករឿងប្រមាថទៅយើងនឹងទៅថតអ្នកទាំងអស់គ្នានេះយ៉ាខ្ញុំមើលរឿងហ្នឹងអ្នកទាំងខ្ញុំមើល trailer របស់គេខ្ញុំមានអារម្មណ៍ថាវ៉ាវណានេះគឺជា trailer រឿងរបស់គេអ្នកទាំងអស់គ្នារឿងរបស់គេអាចជាសារដល់រៀងចាំងភ្លើងទឹកនៅដោយសារនេះខ្ញុំអត់បាននៅផ្ទះខ្ញុំហ្មងអញ្ចឹងអត់បានរៀបចំត្រឹមត្រូវអស់ទេតែអ្វីសំខាន់អ្នកទាំងខ្ញុំមើលសិនណាខ្ញុំពេញចិត្តរឿងមើលទៅខ្ញុំមានខ្ញុំសប្បាយចិត្តពេលដែលខ្ញុំមើលអារឿង trailer មួយហ្នឹងស្អីការងារស្អីហើយចុងភូមិហ្នឹងទៅបាត់ពីផ្ទះនេះអស់នេះឡើងតែនេះហ៎ចាំមើលនេះអូអ្នកអស់គ្នានេះខ្ញុំមានអារម្មណ៍មួយថាចេះអ្នកអស់គ្នាអាប្រមាថទៅយើងហ្នឹងណាវាជាប្រភេទដូចវិញ្ញាណគ្រោះព្រាយគ្រោះឬក៏ខ្មោចគ្រោះហ្នឹងអ្នកនរនេះយល់អត់ដូចជាខ្មោចព្រាយដែលយើងអាចនិយាយបានថាដូចជាការងំគ្រោះចឹងព្រលឹងខ្មោចបៃហោងមួយហើយអ្នកនរនេះខ្ញុំពេញចិត្តក្នុងរឿងកន្លែងដែលឈប់អង្គុយពីលើស្មាអង្គុយនៅលើស្មាហ្នឹងអ្នកនរគ្នាកុំព្រាយធ្លាប់ដឹងហើយត្រូវទេធ្លាប់តែលឺខ្ញុំនិយាយតែបងប្អូនតាអ្នកដែរអត់ដែរឃើញអារូបភាពមួយថាប្រមាថទៅយើងហ្នឹងវាមិនអារូបភាពប្រមាថទៅយើងហ្នឹងអាប្រវត្តិរបស់ប្រមាថទៅយើងហ្នឹងវាមិនទេបងប្អូនដល់ឥឡូវហ្នឹងមានផលិតកម្មគេយករឿងទៅថតទេបងប្អូនគេយករឿងមួយទៅថតតែខ្ញុំជាក់ស្ដែងខ្ញុំបានមើលបងប្អូនខ្ញុំពងមើលនេះខ្ញុំមានអារម្មណ៍មួយថាវ៉ាវស្រាប់ខ្ញុំណាហើយខ្ញុំនឹកស្មានទេបងប្អូនអត់នឹកស្មានថាមានរឿងហ្នឹងគេធ្វើរឿងហ្នឹងឡើងអ្វីដែលសំខាន់តែបងប្អូនរឿងប្រមាថទៅយើងហ្នឹងណាបងប្អូនរឿងប្រមាថទៅយើងហ្នឹងគឺគេចង់និយាយអំពីរឿងវិញ្ញាណមួយដែលអង្គុយនៅលើស្មាបើគេរាប់បានគេថាវាជាគ្រោះផងវាជាខ្មោចតៃហោងផងណាហើយធម្មតាបើសិនណាតែវាមានអាគ្រោះប្រមាថទៅយើងហ្នឹងណាវាអង្គុយពីលើជើងអាចនិយាយបានថាចេះអ្នកទាំងអស់នេះអ្នកហ្នឹងគឺមានគ្រោះដល់ស្លាប់អាចមានគ្រោះដល់ស្លាប់មកដូចខ្ញុំធ្លាប់និយាយរឿងមួយពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍មួយអ្នកទាំងអស់នេះតែរឿងហ្នឹងខ្ញុំនិយាយ
ចាក់ឆ្ងាយពីរឿងប្រធានបទរឿងរបស់គេនេះបន្តិចណាតែរឿងនោះវាជាប្រភេទរឿងប្រមាថទៅចឹងដូចគ្នារបៀបអាចនិយាយបានតែចេះទាំងអស់នេះកាលគ្រោះថ្នាក់ចរាចរណ៍មួយនៅទាំងអស់នេះហើយខ្ញុំស្គាល់បងប្រុសម្នាក់ហ្នឹងណាគាត់នឹងបានគ្រោះថ្នាក់ចរាចរណ៍បងស្ដាប់ឲ្យតន់ណាគេរបៀបថាគេជិះតាមផ្លូវមកហ្នឹងគេក៏ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងក៏មកដល់មុខផ្ទះរបស់គាត់ហ្នឹងកន្លែងដែលគាត់រស់ស៊ីផ្ទះគាត់ហ្នឹងមានលក់ថាពុយលក់សាំងលក់អីអាសាំងដបហ្នឹងទាំងអស់នេះស្រាប់តែអ្នកហ្នឹងជិះមកក៏គ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅកន្លែងហ្នឹងហ្នឹងហើយស្លាប់នៅកន្លែងហ្នឹងដល់ពេលស្លាប់នៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាស្រាប់តែអ្នកផ្ទះហ្នឹងអ្នកផ្ទះមួយដែលខ្ញុំស្គាល់ហ្នឹងណាគាត់ក៏ចេញទៅមើលគេហ្នឹងក៏ឃើញថាបុគ្គលពីរអ្នកដែលបានជិះម៉ូតូបុកគ្នាហ្នឹងគឺម្នាក់ហ្នឹងបានស្លាប់បត់កទៅក្រោយរបៀបក្បាលរបស់គាត់អស់នឹងខ្នល់ទៅវាបត់កបាក់ឆ្អឹងកហ្មងអ្នកទាំងអស់គ្នាគាត់ក៏បានទៅមើលគេគាត់ទៅមើលគេហ្នឹងអ្នកទាំងអស់គ្នាស្រាប់តែអ្នកផ្ទះរបស់គាត់ហ្នឹងក៏គេចេញមកមើលដែរតើនិយាយថាអ្នកផ្ទះគាត់គឺចេញមកមើលទាំងអស់គ្នាតែនៅក្នុងហ្នឹងពូមួយដែលគាត់ជាម្ចាស់ផ្ទះត្រូវជាឪពុកអ្នកដែលខ្ញុំស្គាល់ហ្នឹងអ្នកទាំងអស់គ្នាគាត់ចេញទៅមើលគេហ្នឹងស្រាប់តែកូនរបស់គាត់ហ្នឹងគឺជាអ្នកដែលខ្ញុំស្គាល់អញនិយាយថាជាមិត្តភក្តិរបស់ខ្ញុំហ្នឹងគាត់ក៏បានឃើញអ្វីដែលគាត់ឃើញនឹងគាត់ឃើញរបៀបម៉េចហ៎គាត់អត់បានឃើញខ្មោចទេគាត់បានឃើញអ្នកស្លាប់នឹងលងឬក៏ងើបអីទេតែគាត់បានឃើញណាពេលដែលពុករបស់គាត់នឹងទៅមើលអ្នកនឹងឲ្យពេលដើរចូលមកផ្ទះវិញគាត់ក៏ឃើញមានមនុស្សអង្គុយពីលើប៉ារបស់គាត់គឺឃើញមនុស្សអង្គុយពីលើប៉ាគាត់ហើយជាមនុស្សប្រុសទៀតអ្នកទាំងអស់នេះដល់ពេលចឹងទៅអូនឯងយល់ថាចេះគាត់ក៏អត់ដឹងថាអានឹងជាគ្រោះជាខ្មោចជាអីចឹងណាអ្នកទាំងអស់នេះគាត់អត់ដឹងថាអានឹងជាខ្មោចជាគ្រោះទេស្រាប់តែយប់ឡើងគាត់ក៏ប្រាប់ប៉ាគាត់ថាប៉ាគេគ្រោះថ្នាក់ថ្ងៃមិញហ្នឹងណាពេលដែលប៉ាឯងទៅមើលនេះពេលដែលប៉ាត្រឡប់ចូលមកក្នុងផ្ទះវិញខ្ញុំឃើញមានមនុស្សមួយអង្គុយលើស្មាប៉ាឯងហើយប៉ារបស់គាត់អូនឯងយល់ថាមនុស្សប៉ាគាត់ជំនះអត់ជឿរឿងហ្នឹងគាត់ថាគ្មានទេចឹងណាបងប្អូនរំលង2ថ្ងៃក្រោយប៉ារបស់គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់ដូចគ្នាគឺគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដូចគ្នាហ្មងយល់អត់បងប្អូនអញ្ចឹងអាប្រវត្តិប្រមាត់តយើងនេះណាបងប្អូនប្រមាត់តយើងហ្នឹងខ្ញុំប្រាប់ម្ដងទៀតណាប្រវត្តិរបស់វាប្រមាត់តយើងនេះគឺជាប្រភេទគ្រោះម្យ៉ាងព្រាយគ្រោះម្យ៉ាងណាដែលអញនិយាយបានថាវាមានច្រើនបងប្អូនដែលចាស់ពីដើមលោកថាប្រមាត់តយើងខ្លះជាជើងកបប្រមាត់តយើងខ្លះជាគ្រោះប្រមាត់តយើងខ្លះជាខ្មោចតៃហោងតែបើនិយាយឲ្យចំបងប្អូនប្រមាត់តយើងគឺជាវិញ្ញាណខ្មោចតៃហោងដែលតាមលងប្រឡាតតាមចងអាឃាតឬក៏តាមចងកម្មចងពីមនុស្សម្នាក់ហើយវិញ្ញាណមួយហ្នឹងគឺទី1វាចូលចិត្តអង្គុយនៅលើស្មារបស់មនុស្សវាចូលចិត្តអង្គុយនៅលើស្មាមនុស្សខ្លាំងមែនទេទី2អ្នកទាំងអស់គ្នាវិញ្ញាណមួយហ្នឹងគឺវាចូលចិត្តដើរតាមអ្នកហ្នឹងដូចគេថាព្រលឹងវិញ្ញាណតូលតាមប្រាណវិញ្ញាណជាស្រមោលមួយដែលតាមយើងវាតាមយើងរហូតវិញ្ញាណមួយហ្នឹងនៅថ្ងៃណាមួយដែលយើងរិះស្អេចណាស់នៅពេលណាមួយដែលយើងជួបនឹងរឿងមួយដែលខ្មែរយើងថាសយវានឹងយកយើងវានឹងកតាប់ព្រលឹងយើងយកមកពេលហ្នឹងយើងនឹងអាចស្លាប់ដូចវាចឹងអញនិយាយបានដំណាត់ទៀតអ្នកនរនេះបើនិយាយពីគ្រោះបើគេនិយាយថាគ្រោះប្រមាថទៅយើងនោះក៏គេសម្ដែងទៅលើវិញ្ញាណមួយដែលអង្គុយនៅលើស្មានោះដូចគ្នាហើយជាទូទៅវិញ្ញាណមួយហ្នឹងគឺជាមនុស្សស្រីទៀតអាហ្នឹងតាមអ្វីដែលខ្ញុំធ្លាប់រៀនធ្លាប់សិក្សាអំពីប្រមាថទៅយើងមួយហ្នឹងប្រមាថទៅយើងមួយហ្នឹងគឺវាតែងតែអង្គុយនៅលើស្មាវាតែងតែទៅពីពុទ្ធថាអូខេអ្នកនរនេះដូចតោះនេះបានមើលអ្នកនរនេះឥឡូវចេះអ្នកនរនេះអញ្ចឹងស្អីដោយសារតែអ្នកនរនេះខ្ញុំវាភ្ញាក់ផ្អើលពេកខ្ញុំអត់ដឹងថាប្រតិកម្មមួយណាដែលគាត់បានថតរឿងហ្នឹងហើយគាត់ប្រចាំរឿងហ្នឹងបងប្អូនតែអ្វីដែលសំខាន់ខ្ញុំអូសមកព្រោះថ្ងៃនេះគឺជាថ្ងៃ birthday ខ្ញុំក៏អូសមកឃើញណាឃើញប្រមាថទៅយើងនឹងអារឿងដែលគេថារឿងប្រមាថទៅយើងនឹងហើយគេត្រូវចាក់ចាំងនៅរោងកុនលីចែននៅថ្ងៃទី1ខែមករា2025នឹងទៀតអ្នកនរនេះអញ្ចឹងអារម្មណ៍របស់ខ្ញុំមានអារម្មណ៍ថាខ្ញុំអ្នកដឹងរឿងហ្នឹងខ្ញុំអ្នកស្គាល់រឿងប្រមាថទៅយើងហ្នឹងណាព្រោះខ្ញុំដឹងថាអាប្រមាថទៅយើងហ្នឹងវាបែបណាវាគ្រោះថ្នាក់កម្រិតណាអញ្ចឹងរឿងប្រមាថទៅយើងហ្នឹងគេត្រូវដាក់ប្រចាំងនៅលីចែនថ្ងៃទី1ខែមករាឆ្នាំ2025អញ្ចឹងអ្នកទាំងអស់គ្នាគឺខ្ញុំអាចនិយាយថាទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាខ្ញុំជំរុញឲ្យគ្រប់នេះទៅមើលរឿងហ្នឹងទាំងអស់គ្នាខ្ញុំពិតចង់ដឹងខ្ញុំនិយាយមែនតើគឺខ្ញុំចង់ដឹងខ្លាំងមែនតើតែរឿងមួយហ្នឹងណានៅក្នុងរឿងរបស់គេទាំងមូលហ្នឹងណាគេនិយាយពីរឿងអីគេនិយាយពីប្រវត្តិពលឹងវិញ្ញាណហ្នឹងបែបណាគឺខ្ញុំចង់ដឹងខ្លាំងមែនតើហើយមួយវិញទៀតអ្នកទាំងអស់គ្នារឿងមួយនេះគឺជារឿងដែលមានអាចនិយាយថាជារឿងដែលមានសពថ្ងៃដែលមនុស្សយើងអាចជួបអ្នកណាក៏ជួបដែររឿងអាគ្រោះប្រមាថទៅយើងមួយឆាកជីវិតគឺជួបអាប្រមាថទៅយើងហ្នឹងម្ដងធម្មតាប្រមាថទៅយើងហ្នឹងវាមានកាចមានស្លូយល់ទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងរឿងមួយហ្នឹងបែបណាបងប្អូនខ្ញុំជំរុញទៅហ្មងថាខ្ញុំប្រម៉ូទក៏បានដែរបងប្អូនថាខ្ញុំប្រម៉ូទរឿងហ្នឹងក៏បានដែរដោយសារអីរឿងខ្ញុំធ្លាប់និយាយខ្ញុំធ្លាប់តែនិយាយតែខ្ញុំអត់ដែរបានថតចេញជារឿងនេះហើយខ្ញុំក៏អត់ទាន់ឃើញអ្នកណាគេថតរឿងប្រមាថទៅយើងហ្នឹងដែរអញ្ចឹងឱកាសមួយនេះដែលរឿងប្រមាថទៅយើងដែលគេថតនេះខ្ញុំជំរុញថាខ្ញុំប្រម៉ូទក៏បានដែរណាគឺខ្ញុំជំរុញដល់អ្នកទៅមើលរឿងហ្នឹងនៅថ្ងៃទី1ខែមករាឆ្នាំ2025នៅរោងភាពយន្ត Legend នៅ Legend ទាំងអស់គ្នាអូខេអ្នកនរនេះអាចទៅមើលរឿងហ្នឹងហើយគ្រប់គ្នាពេលដែលទៅមើលរឿងហ្នឹងរួចហើយខ្ញុំក៏ជាអ្នកដែលទៅមើលរួចទៅមើលខ្ញុំយករឿងមួយហ្នឹងមកខ្ញុំបញ្យល់អ្នកនរនេះបែបមិនវិញ
ខ្ញុំនឹងបញ្ចូលអ្នកនរគ្នាថាសាច់រឿងហ្នឹងវាតាក់ទងអីជាមួយនឹងអាបអមត្តទៅហ្នឹងឬក៏វាបែបណាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចណាចាំទៅមើលទាំងអស់គ្នាទៅអត់មើលរឿងហ្នឹងទាំងអស់គ្នាថារឿងហ្នឹងវាបែបម៉េចវារំភើបប៉ុណ្ណាហើយអ្នកទាំងអស់គ្នាយល់សាច់រឿងមួយហ្នឹងកម្រិតណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងចាំទៅទស្សនារឿងកំបាត់ទៅនៅថ្ងៃទី1ខែមករាឆ្នាំ2025អ្នកទាំងអស់គ្នានៅគ្រប់ Legend ទាំងអស់អូខេអ្នកទាំងអស់គ្នាអរគុណច្រើនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃ birthday របស់ខ្ញុំ Happy birthday to me